ង់រំលាយក្រសួងអប់រំចោលតែម្ដងដោយជំហានដំបូងនឹងកាត់បន្ថយបុគ្គលិកនៅក្នុងក្រសួងនេះប្រហែលជាពាក់កណ្ដាលជាមុនសិនក្រសួងអប់រំអាមេរិកបានប្រកាសកាលពីថ្ងៃអង្គារថាខ្លួននឹងកាត់បន្ថយកម្លាំងការងាររបស់ខ្លួនចិត្តពាក់កណ្ដាលឲ្យមកត្រឹមតែប្រហែលជាជាង 2000 នាក់ពលគឺនឹងដាក់បុគ្គលិកចិត្តពាក់កណ្ដាលឲ្យឈប់សម្រាកពីការងាររដ្ឋចាប់ពីថ្ងៃទី21ខែមីនានេះតទៅការកាត់បន្ថយនេះគឺជាផ្នែកមួយនៃយុទ្ធនាការរបស់ក្រសួងប្រសិទ្ធភាពរបស់រដ្ឋបាលដឹកនាំដោយលោក Elon Musk ដើម្បីលុបបំបាត់ប្រព័ន្ធការិយាល័យថាបតេយ្យសហព័ន្ធលោកស្រី Linda McMahon រដ្ឋមន្ត្រីក្រសួងអប់រំដែលធ្លាប់ជាអតីតអ្នកប្រមូលកីឡាកាសនោះបានលើកឡើងថាការកាត់បន្ថយកម្លាំងនាពេលបច្ចុប្បន្ននៅក្នុងក្រសួងរបស់លោកស្រីគឺឆ្លុះបញ្ចាំងអំពីការបដិញ្ញាចិត្តធ្វើការប្រកបដោយប្រសិទ្ធភាពករណីយភាពហើយទុកមូលនិធិដែលសល់ពីការកាត់បន្ថយនេះយកទៅចែកឲ្យចំគោលដៅប្រសើរជាងនៅក្នុងនោះមានដូចជាទុកផ្ដល់ជាកម្ចីទៅដល់សិស្សានុសិស្សដល់ឪពុកម្ដាយនិងទុកយកបំពន់គ្រូបង្រៀនវិញល្អជាងអតីតអ្នកផ្គូផ្គងកីឡាកាសអាជីពប្រែក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំនេះបានសរសើរចំណាត់ការរបស់លោក Donald Trump ផងដែរហើយថាវាគឺជាជំហានឆ្ពោះទៅស្ដារប្រព័ន្ធអប់រំអាមេរិកឲ្យខ្លាំងអស្ចារ្យឡើងវិញនៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹង Fox News កាលពីថ្ងៃអង្គារលោកស្រីក៏បានបញ្ជាក់ផងដែរថាការកាត់បន្ថយបុគ្គលិករបស់ក្រសួងអប់រំនេះគឺជាជំហានឆ្ពោះទៅការរំលាយក្រសួងអប់រំចោលតែម្ដងតាមបំណងរបស់ប្រធានាធិបតី Donald Trump